ណែស្រាប់ឲ្យទាន់ណាបុគ្គលពីលខំវាសនាស្រាប់ឲ្យទាន់អាចប្រើពាក្យហ្នឹងទេសត្វនរកខំវាសនាសត្វប្រែតខំវាសនាស្ដាប់ឲ្យបានខ្លាចប្រើពាក្យវចនានុក្រមមិនដាច់ជួនណាត់ប្រាប់មកថាបុគ្គលអត់សាសនាគេហៅថាថ្មិលអូខ្លាចមិនដាច់យុរដ្ឋមន្ត្រីឲ្យសញ្ញាមកខ្លាចទៅខ្លាចស្អីថាបុគ្គលពីលខំវាសនាបុគ្គលថ្មិលខំវាសនានឹងខ្លាចប្រើពាក្យហ្នឹងដែរណាហើយបើស្ដេចសង្ឃទៅកាន់ជើងខំវាសនាស្ដេចសង្ឃថ្មិលណាបើនាយករដ្ឋមន្ត្រីគាំទ្រខំវាសនានាយករដ្ឋមន្ត្រីថ្មិលគាំទ្រខាងខូចហ្នឹងខ្លាចដែរណាបើតុលាការនឹងគាំទ្រថាខំវាសនានឹងធ្វើត្រូវចង់បំផ្លាញសាសនានឹងឲ្យត្រូវទេតុលាការថ្មិលខ្លាចដែរក៏និយាយពេលប៉ុណ្្នឹងខ្លាចដែរខុសដែរកន្លែងណាថាខុសខ្លួនឯងកំពុងតែវេទនាយើងមិនអាចបណ្ដោយឲ្យបុគ្គលនឹងទេយើងអត់ធ្មត់រងចាំ3ឆ្នាំតែអត់ឲ្យលើស2018ទេយើងត្រូវតែឲ្យបុគ្គលនឹងទទួលទោសដែលមើងងាយប្រមាថចំពោះពុទ្ធសាសនាគុណម្ចាស់ព្រះសង្ឃគ្រប់អង្គញាតិញោមទាំងក្នុងប្រទេសក្រៅប្រទេសបើយើងមិនបានចូលរួមផ្ទាល់ទេយើងត្រូវចូលរួមទោះបីបច្ច័យក៏ដោយថវិកាក៏ដោយអ្វីក៏ដោយយើងត្រូវតែត្រើតត្រងក្នុងការតតាំងក្តីជាមួយនឹងបុគ្គលនេះទល់តែឈ្នះទល់តែយើងទទួលបានយុត្តិធម៌ចំពោះពុទ្ធសាសនាហើយណាស់ក៏យើងត្រូវផ្ដល់កម្លាំងចិត្តដែរខ្លាចអីនឹងសៀខ្លាចអីនឹងខមមិនខ្លាចអីនឹងថាខ្លាចអីនឹងបច្ចេកមតិខ្លាចអីនឹងផ្ដិតវិដ័យហេតុអីក៏យើងអាត្មានិយមចាំរលាយពុទ្ធសាសនានឹងចាំយើងអណាស់ទៅហ៎ណាបើយើងផ្ដួលរំលំរដ្ឋាភិបាលអានឹងវាខុសច្បាប់តែចំណែកពុទ្ធសាសនារើយុត្តិធម៌ឲ្យពុទ្ធសាសនាហេតុអីក៏យើងត្រូវខ្លាចយីអាពីលនេះអីក៏វាពីលម្លេះហើយវាប្រហើនណាមិនប្រហើនត្រឹមជាមួយនឹងយើងទេណាវាដៀលសម្ដេចសង្ឃសតនាកញ្ចាស់ក្បាលហើយល្ងងភ្លើអញ្ចឹងបានគេឲ្យអាមនុស្សល្ងងកាន់ក្បាលមេក្រូដឹងខ្យល់អីទៅសាច់គប់ជាមួយបកគលទេបទាត់ថាយើងថាដៀលឆ្អែតឥឡូវវាចាប់ដើមលូកមាត់ខ្លាធំជាងគេស្រុកខ្មែរហ្មងដឹងវានិយាយថាម៉េចហ៎វាថាវាសង្ឃឹមថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅមួយវានៅខាងវាពីព្រោះវាមានសង្ឃ 60000 អង្គប្រមូលទាំងសង្ឃ LDP ទៅទៀតមានប្រជាប្រដ្ឋ10 លាននាក់នៅជាមួយវាអាសង្កេតអាបកែណាស់បំផ្លោងចុងក្រោយផុតវាសង្ខេបថាម៉េចទេវាថាបើធ្វើនាយករដ្ឋមន្ត្រីហើយមិនធ្វើការដដែលមិនគួរធ្វើនាយករដ្ឋមន្ត្រីទេណែខ្ញុំថានេះលេងណាវាថាមានមនុស្សប្រហែល 70% យល់ថាខំវាសនាមានលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅពីក្រោយវាថា 70% គេសង្ស័យគេយល់ថាខំវាសនាមាននាយករដ្ឋមន្ត្រីហ៊ុនសែននៅពីក្រោយដើម្បីឲ្យដឹងការពិតធ្វើតែបន្តិចមើលគេថាអញ្ចឹងដើម្បីឲ្យដឹងការពិតធ្វើតែបន្តិចមើលជីអានេះជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលកាន់អំណាចប្រមូលផ្ដុំវាប្រហើនប៉ុណ្ណឹងចុះសម្ងំជាមួយយើងបងប្អូនសម័យបន្តិចមើលខ្ញុំថាអានេះដូចកើតជំងឺទៅស្អែកប្រសាទអត់ដឹងខ្លាទេនោះលោកដៃយូរអត់ដឹងខ្លាទេនោះទៅថាអញ្ចឹងដាក់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ស្ដាប់គាត់ត្រេះរិះគាត់ពិចារណាគាត់មើលផុសតាមគាត់សម្រេចចិត្តដល់ខ្លួនគាត់អានេះតាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិននៅខាងវាទីកោតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាមិនសមធ្វើនាយករដ្ឋមន្ត្រីទេព្រោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអត់ធ្វើការមិនអញធ្វើការតាមហើយហ្នឹងបានគេថាអញធ្វើការបើអញមើលទៅឃើញថាខាងទៀតត្រូវអញមិនធ្វើការតាមអាលៀបត្រូវហ្នឹងអានេះគាត់ធ្វើតាមវាណាពីអាប់បៀលនេះនិយាយពីប្រសងទូទាំងប្រទេសខ្មែរទោះបីជាពេញចិត្តសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឬមិនពេញចិត្តក្តៅដល់កម្រិតណាក៏ដោយបងប្អូនក្តៅដល់កម្រិតណាក៏ដោយសុខចិត្តចូលអាងទឹកឲ្យវាត្រជាក់ហុយក្នុងអាងទឹកអត់ហ៊ានមកហើមចេញមកទេមានតែអាពេលនេះមួយភ្លើចុយតម្រាយភ្លើអានេះរូបក៏អាក្រក់ល្ងងក៏ល្ងងខូចក៏ខូចអាកន្ទឿអាចញុកនេះអាចចោលលំមយកអញថាមិនចង់ទៅលក់ទេគីឡូហែងនេះវាមិនត្រូវ1គីឡូអញគាត់ទៅសោះគីឡូជន់បដិវត្តដាក់ទៅអង្គើស្រុកខ្មែរគីឡូចៅអធិការវត្តអីមួយប៉ុន្តែវាប្រហើនពេកទេបងប្អូនវាហួសហេតុអញ្ចឹងវិធានការផ្លូវច្បាប់ត្រូវតែលេងមួយអាពីលមួយហ្នឹងហើយប្តឹងណាបងប្អូនដឹងដាច់ខាតត្រូវតែប្តឹងរឿងហៅសខុនមួយជាបំផុតទេត្រូវតែប្តឹង
យាយមកហ្នឹងនិយាយបើភ្លើអត់ដឹងអីទាំងអស់ហ្មងនៅតែក្នុងវត្តគ្មានរៀនច្បាប់រៀនទម្លាប់អីភ្លើ10គុណអាចជួយម្លាយនិយាយយ៉ាប់អានេះហួហាត់បងប្អូនហួហាត់ដឹងវានិយាយថាម៉េចវាថាប្រសងណានៅវត្តពោវាលហ្នឹងចុះហត្ថលេខារួចហើយថាឈប់ចូលរួមជាមួយគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឥឡូវមកចូលរួមទៀតអញ្ចឹងនឹងប្រឈមមុខជាមួយនឹងវិធានការចាប់សឹកពីអាពីលនេះខូចក៏ខូចល្ងងក៏ល្ងងហើយភ្លើទេអីហើយមើលច្បាប់កិច្ចសន្យានៅកិច្ចសន្យាណាដែលធ្វើឡើងតាមការគម្រាមកំហែងគម្រាមកំហែងសង្កត់សង្កិនជ័យជាប់កិច្ចសន្យាណាដែលខូចប្រយោជន៍តាមម្ខាងបានប្រយោជន៍ទៅតែម្ខាងខូចប្រយោជន៍ម្ខាងរួចហើយបានប្រយោជន៍តែម្ខាងកិច្ចសន្យានឹងចាត់ទុកជាមោឃៈកិច្ចសន្យាបង្ខិតបង្ខំបានប្រយោជន៍ទៅតែមួយជាហៀងរួចខូចប្រយោជន៍មួយជាហៀងទៀតកិច្ចសន្យានឹងចាត់ទុកជាមោឃៈមកចុះអាមោងហ្នឹងក៏វាមិនដឹងខ្យល់អីចុះមកចាត់បង្ខំគេធ្វើកិច្ចសន្យានេះអានេះបើហឺននេះក៏បើហឺនម៉េចងាប់អត់ទាន់ស្គាល់សម្ព័ន្ធណានេះបើហឺនហួហេតុអញ្ចឹងប្តឹងខោសខុនមួយគឺកិច្ចមិនរួចទេរឿងផ្សេងទៀតអ្នកផ្សេងទៀតអានឹងពិចារណាប៉ុន្តែខោសខុនមួយកិច្ចមិនរួចទេដាច់ខាតត្រូវទៅជួបគ្នានៅតុលាការនឹងឯងពេលព្រោះគឺជាជំរឿនតែមួយគត់តែយើងមានវារុញយើងបើត្រឹមតែវាវាយបហាយើងតាមរយលបងប្អូនខ្ញុំឲ្យវាវាយទៅវាប្រឆាំងជាមួយការពិតបងប្អូនចុងក្រោយបំផុតគុំតាលាយពងធွာងាប់តែកំប៉ែករ៉ែអញ្ចឹងនេះងាប់ស្មាតទោះបាល់ឯងបុកយកអាធៀបឆ្លាតហ្នឹងក្បាលហ្នឹងមកលៀនក្បាលបុកបញ្ចូលគ្នាណាមិនបានមកកោសិកាក្បាលអញទេពងធွာលាក់កំផែលនឹងស្អីតិចផងមេរៀនរបស់ប្រពុតជ្រៅម៉ែអត់ជ្រៅស្រុកខ្មែរកំរណាស់អ្នកយល់ធွာប្រពុតត្រូវអញ្ចឹងអាសំគីឯងអាដប់បានមកយួរដល់បានតាមចៅខ្នល់ណាចង់តឡើងគីឡូហើយច្រឡំតាមឈ្មោះឈ្មោះខុនកុនហើយច្រឡំតាមស្មារតីខុនកុនហ្នឹងតាមបត្រីបកតាមសំគីគេរុញឲ្យហើយទុកឲ្យគេស៊ីដល់គីឡូហើយក៏វាយ៉ាប់ណាទី1ខុនមួយកិច្ចមិនរួចទេត្រូវតែដឹងទី2យើងនឹងសរសេរលិខិតខិតទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅក្រសួងធម្មការនិងក្រសួងមហាផ្ទៃសួរថាបើយើងជួបរឿងអញ្ចឹងឲ្យយើងទៅណាឡើយនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្រសួងមហាផ្ទៃក្រសួងធម្មការក៏គេគិតថាយើងទៅមិនហួសហេតុដែរពេលព្រោះគេធ្វើបាបយើងឲ្យយើងទៅណាយើងត្រូវទៅសួរចឹងហើយពួកអំណាចប្រមូលផ្ដុំលើគាត់ទៅសួរគាត់ថាឡើយបើយើងរងអំពើអយុត្តិធម៌បែបហ្នឹងយើងទៅណាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទៅខុសច្បាប់ស្អីសពថ្ងៃដែលមានបុគ្គលមួយអញ្ចឹងមកទុកចលនាស្របច្បាប់របស់យើងចង់សួរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចង់សួរក្រសួងមហាផ្ទៃតើគណៈបករបស់យើងគណៈបកខុសច្បាប់ឬអីចង់សួរក្រសួងធម្មការនឹងជាវិធានការជាចំណាត់ការរបស់ក្រសួងធម្មការចំណាត់ការរបស់ហៅសខុននឹងតំណាងឲ្យក្រសួងធម្មការឲ្យច្បាស់មកស្រួលយើងដឹងថាកន្លែងណាយើងត្រូវបាតកម្មតទល់ចំណាត់ការទី2ហ្នឹងទី1ប្តឹងឲ្យហៅសខុនទី2គឺសរសេរលិខិតទៅស្ថាប័ន3ហ្នឹងទី3សន្និសីទកសែតឲ្យផ្អើលម្ដងបងប្អូនឲ្យផ្អើលពីព្រោះគណៈបករបស់យើងវាមានមនុស្សខូចច្រើនណាស់បងប្អូនជាពិសេសពួកអាខាតលៀបវាទុកបើគណៈបកអតូចកបាច់កប៉ុកដតេទៀតណាបងប្អូនដោយអាគណៈបកយុវជនកម្ពុជាឯណាហ្នឹងកុំតែវាក្អកវាទៅជុះអាចមិនចេញក៏អាពួកវាយោអាពួកស្អីនឹងវាចុះដែរបងប្អូនវាចុះរហូតយើងមានព័ត៌មានកកកេងវាមិនចុះទេគាត់តែយើងធ្វើសន្និសីទកសែតហៅវាមកស្មាតោថាហៅប៉ុនញីក្រោយអីខ្លះឲ្យវាមកអញ្ចឹងជើនិយាយមួយរឿងវាហ្នឹងតោះតែអញ្ចឹងមកវាចុះបើអាពួកកបាច់កប៉ុកហ្នឹងថាស្មាតោចូលកតុកនោមវារូតជាប់ពងមេបាក់វាបន្តិចហ្នឹងក៏វាចុះកសែតដែរអាពួកអស់ហ្នឹងខ្ញុំជាស្អីសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែររឿងរ៉ាវប៉ុណ្ណាដែរពួកអស់ហ្នឹងធ្វើមិនក្តីហើយចាំមើលសម្ព័ន្ធស្នះឆ្នោតឯងខោតែចាំមើលអញអត់កវល់ជាមួយឯងទេអញនិយាយតែជាមួយប្រជាប្រដ្ឋទេព្រោះរឿងនេះរឿងប្រយោជន៍របស់ប្រជាប្រដ្ឋហើយចាំមើលដល់ប្រជាប្រដ្ឋ50%បូក1យល់អាសាព័ត៌មានហ្នឹងចាំមកតាមក្រោយទេហើយហ៊ានតែលេចមុខមកសម្ភាសអញហើយមើលប្រធានាធិបតីហ្វីលីពីនហើយទៅកុំតាក់ក្លាមកដាក់ជើងលើតុមកសួរអីសួរមកដាក់ឲ្យអញចឹងហើយបើគ្មានព័ត៌មានពីអញក៏ហើយទៅអញមិនចុះទេព្រោះអីហើយមិនចុះតាមតែអញឆ្នះឆ្នោតម៉េះដល់ឥឡូវអញឆ្នះឆ្នោតហើយមិនចុះក៏បានទៅវាហួសហេតុពេកបងប្អូនវាហ្នឹងគឺថាមានលក្ខណៈលំអៀងមកតែមកអាពួកសារព័ត៌មានហ្នឹងគឺអញ្ចឹងហ្មង
ដល់ពេលអញ្ចឹងយើងត្រូវតែធ្វើសន្និសីទខ្សែមួយដល់ទី4បងប្អូនជំរឿចុងក្រោយទៀតណាបាតកម្មទល់មួយអាពីលហៅសខុននឹងហ្មងចុងក្រោយផ្លូវយើង4ហ្នឹងណាដាច់ខាតត្រូវតែដើរខ្លះហើយឬក៏អាចដើរទាំង4ហ្នឹងទី1គឺផ្ដឹងតាំងតែផ្ដឹងសរសេរលេខិតទៅ3ស្ថាប័នដែលខ្ញុំរៀបរាប់ខាងលើហ្នឹងត្រូវតែសរសេរសន្និសីទសារព័ត៌មានក៏ត្រូវតែធ្វើបាតកម្មចុងក្រោយអានឹងកំពុងតែពិចារណានៃព័ត៌មានអាប់ដេតតាក់ទងជាមួយនឹងអាពីលហៅសខុនបិទវងកញ្ចក់ចាប់ប៉ុណ្ណឹងកុំឲ្យតម្លៃវាពេក